អុកញ៉ាសាស្ត្រាចារ្យសមូហកបណ្ឌិតលីសុភាពដឹកនាំប្រតិភូសមាគមសហព័ន្ធវិនិយោគិនកម្ពុជាគោរពព្រះវិញ្ញាណក្ខន្ធនិងថ្វាយកម្រងផ្កានៅស្ទូលព្រះបរមរូបព្រះបរមរតនកោដ្ឋខួបគម្រប់13ឆ្នាំនៅថ្ងៃទី15ខែតុលាឆ្នាំ2025នេះគឺជាខួបគម្រប់13ឆ្នាំនៃការយាងសោយព្រះទីវង្គតនៃអតីតអង្គព្រះមហាក្សត្រខ្មែរព្រះករុណាព្រះបាទព្រះនរោត្តមសីហនុព្រះមហាវីរក្សត្រព្រះវររាជបិតាឯកភាពបូរណភាពទឹកដីនិងឯកភាពជាតិខ្មែរព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជនរាស្ត្រខ្មែរទូទាំងព្រះនគរជាក់ស្ដែងនៅព្រឹកថ្ងៃទី15ខែតុលានេះដែរអុកញ៉ាសាស្ត្រាចារ្យសមូហកបណ្ឌិតលីសុភាពប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជាបានដឹកនាំប្រតិភូអញ្ជើញទៅគោរពព្រះវិញ្ញាណក្ខន្ធនិងថ្វាយកម្រងផ្កានៅស្ទូលព្រះបរមរូបព្រះបរមរតនកោដ្ឋស្ថិតនៅលើសួនខាងកើតវិមានឯករាជ្យក្នុងរាជធានីភ្នំពេញអុកញ៉ាសាស្ត្រាចារ្យសមូហកបណ្ឌិតលីសុភាពនិងប្រតិភូបានធ្វើការសម្រួមកាយវាចាចិត្តដោយក្តីគោរពនឹករលឹកនិងសូមគោរពដឹងគុណនិងចងចាំមិនភ្លេចនៅគុណូបការៈនិងស្នាព្រះហស្ថរួមនឹងព្រះរាជបូជនីយកិច្ចដ៏ថ្លៃថ្លាបំផុតរបស់ព្រះអង្គដែលកាលនៅមានព្រះជន្មព្រះអង្គបានលះបង់និងបូជាព្រះកាយពលដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិកម្ពុជាពិសេសការដណ្ដើមបានឯករាជ្យទាំងស្រុងពីបារាំងដោយនាំមកនៅឯកភាពជាតិសន្តិភាពការអភិវឌ្ឍលើគ្រប់វិស័យហើយត្រូវបានចងចាំនិងចារទុកឋិតថេរជារៀងរហូតនៅក្នុងក្រអៅដួងចិត្តរបស់ប្រជានុរាស្ត្រខ្មែរជាកូនជាចៅជាចៅទួតរបស់ព្រះអង្គជាដរាបរៀងមកសូមរំលឹកថាព្រះករុណាព្រះបាទសម្ដេចនរោត្តមសីហនុព្រះមហាវីរក្សត្រព្រះវររាជបិតាឯករាជ្យបូរណភាពទឹកដីនិងឯកភាពជាតិខ្មែរព្រះអង្គបានយាងសោយចូលព្រះទីវង្គតនៅថ្ងៃច័ន្ទ15រោចខែភទ្របទឆ្នាំរោងចត្វាស័កពុទ្ធសករាជ2556ត្រូវនឹងថ្ងៃទី15ខែតុលាឆ្នាំ2012ក្នុងព្រះជន្មាយុ90ព្រះវស្សានៅមន្ទីរពេទ្យនាទីក្រុងប៉េកាំងប្រទេសចិនយើងខ្ញុំទាំងអស់គ្នាជាកូនជាចៅចៅទួតសូមលំអោនកាយវិចារចិត្តឧទ្ទិសថ្វាយនៅមហាព្រះរាជកុសលដ៏ឧត្តមឧត្តមចំពោះដួងព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋជាទីសក្ការៈនិងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យនិងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោកសូមជួយអភិបាលដួងព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋនិងសូមយាងទៅកាន់ព្រះសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ